នេះយើងស្រែម៉ាស៊ីនស្រែទាំងម៉ាស៊ីនស្រែទាំង setting ស្រែផ្សេងហើយយើងតេស្តឡើងវិញដើម្បី make sure ថាម៉ាស៊ីនយើងដើរទៅស្រួលមុននឹងផ្ញើទៅឲ្យម៉ួយឲ្យសាម៉ួយនៅតាមខេត្តអានេះយើង print sticker មកនេះ sticker បាត់សអាឡូងសគឺខ្ចងឃើញអាឡូងចាំងឯស្អាតហ่ะ print មកស្ងួតភ្លាមអត់តែបតាអីទេ print ជាមួយទឹកថ្នាំរាវក៏បានទឹកថ្នាំខាប់ក៏បានទឹកថ្នាំរាវដៃអ៊ីងអានេះទឹកថ្នាំស៊ីនថ្នាំដៃអ៊ីងស៊ីនហើយយើងយកវាមកកាត់ទៅអានេះមួយទៀត A3 នោះ A4 និង A3 តែទាំងពីរទៅកុំឲ្យថា A3 A4 កាត់ A4 បាន A3 អត់បាននេះ A3 print ស្អាតដូចគ្នា sticker គឺខ្ចងអញ្ចឹងយើងត្រូវបិទតែម្ដងរួចហើយត្រូវគ្នាហើយយើងយកមកតេស្តកាត់មកនេះវា scan QR scan សញ្ញា scan អីទៅវាកាត់តាមរៀងអូតូឯសារនេះសញ្ញាហ្នឹង artwork យើងធ្វើមូលមានទូចមានធំអានេះ A4 យើងកាត់ហើយគឺ admin ឃើញថាម៉ាស៊ីនអត់មានបញ្ហាទេអញ្ចឹងយើងតែពិតទៅយើងក៏ reconfirm ទេម៉ាស៊ីនភាគច្រើនវាអត់សូវមានបញ្ហាទេម៉ាស៊ីនថ្មីវាអត់មានបញ្ហាទេគ្រាន់ថាកុំឲ្យខាតជើងម៉ាស៊ីនយើងយកទៅមានបញ្ហានៅផ្ញើមកវិញទៅវាពិបាកខាតជើងខាតអីចឹងទៅអានេះគឺព្រិចកាត់មកស្អាតយើងស្រែក្បាត់ត្រូវកាត់ស្អាតហើយអត់ដាច់ខាងក្រោយដាច់តែខាងលើហ្នឹងទេនេះ sticker ស្វិតបាត់សរលងសគឺខ្ចង print ស្អាតយកមួយកាត់ម៉ាស៊ីន A308 យើងម៉ាស៊ីនកាត់តាមរៀងអូតូគ្រាន់ថាពេលយើងដាក់กระดาษយើងដាក់តាម semi auto ពាក់កណ្ដាលអូតូនេះហើយយើងកាត់ A3 តេស្ត A3 ទៀតម៉ាស៊ីនប្រភេទនេះវាមានកងចាប់ជាមុខក្រោយ2អញ្ចឹងការ print យើងអត់ទៀមទាយើង print ទុកចន្លោះច្រើនពេកទេត្រឹម 5mm ជុំវិញសងខាងមុខក្រោយកระดาษបានអញ្ចឹងយើងចំណេញការ print យើងសល់ sticker សល់ space យើងតិចទេយើង print បានពេញបាច់ទុកច្រើនវាមានកងចាប់2នេះយើងកាត់ហើយ A3 មួយទៀតហើយឥឡូវយើងហែកមកមើលទៅចង់ដឹងថាវានឹងកាត់ទៅ smooth រលូនត្រូវតាមរាងល្អអត់ចឹងណានេះគាត់មើលនេះគឺវា smooth ហើយស្អាតហើយការត្រូវតាមរាងអីគឺវាត្រូវតាមរាងមកហើយនេះ admin reconfirm តេស្តឡើងវិញមុននឹងផ្ញើទៅឲ្យម៉ួយនៅតាមខេត្តឃើញទេនេះ sticker យើងដូចគ្នា sticker ស្វិតបាតសលងសគឺខ្ចងគឺអត់ជាតិទឹកទេ sticker នឹងត្រូវទឹកអត់ឲ្យលួយណាprint បានគ្រប់ទឹកថ្នាំរាវទឹកថ្នាំខាប់បានដូចគ្នាហើយនេះគឺ quality ពេលយើងកាត់ហើយជាមួយຂະຫນາດ A3 វិញគឺវាមូលស្អាតកាត់តាមរាងផ្សេងក៏បានមិនមែនតែមូលទេជ្រុងក៏បានកែងក៏បានការ៉េក៏បានរាងកេងកាញ់អីក៏បានដែរទីសងយើងស្រែយើងធ្វើរាងនៅក្នុងកុំព្យូទ័រយើងនេះគឺការកាត់តេស្តយើងចប់ហើយ